ប្រជាប្រដ្ឋខ្មែរគាត់មិនបានស្គាល់អំពីថាតើអ្វីទៅជាព្រះធម៌មានការជជែកបណ្ដាច់មិនស្រេចទេថាតើព្រះធម៌ជាអ្វីបងប្អូនត្រូវពិចារណាឲ្យស៊ីជម្រៅទៅលើព្រះធម៌ពីព្រោះយើងបានជ្រើសរើសព្រះពុទ្ធសាសនានេះយកមកប្រតិបត្តិជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកយើងទៅហើយបើសិនជាបងប្អូនដើរលើមេគានេះទៅហើយបងប្អូនស្គាល់ឲ្យបានច្បាស់ថាតើអ្វីទៅជាមេរៀនត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធដែលយើងហៅតែព្រះធម៌នេះតើព្រះធម៌ជាអ្វីព្រះសម្មាសម្ពុទ្ធទុកព្រះធម៌មកលោកមានបំណងអ្វីចំពោះពួកយើងដូចម្ដាយឪពុកយើងអញ្ចឹងគាត់មុននឹងស្លាប់ទៅគាត់ទៅសេសបុត្រជាបណ្ដាំបងប្អូនត្រូវមើលឲ្យយល់ថាតើម៉ែឪរបស់យើងនឹងគាត់ចង់ផ្ដាំផ្ញើអ្វីណែអត្តន័យខ្លឹមសារនឹងហើយគឺជាវត្ថុបំណងដែលព្រះសម្មាសម្ពុទ្ធលោកចង់ទុកឲ្យយើងដើម្បីឲ្យយើងយកទៅបប្រតិបត្តិឲ្យបានជាប្រយោជន៍មិនមែនជាមេរៀនដើម្បីចាំទេប៉ុន្តែគឺជាមេរៀនដើម្បីយល់ដើម្បីឲ្យបងប្អូនយកទៅបប្រតិបត្តិក្នុងជីវិតរស់នៅប្រចាំថ្ងៃបងប្អូនត្រូវស្វែងយល់ឲ្យបានច្បាស់លាស់តើព្រះធម៌ជាអ្វីព្រះធម៌នឹងគឺជាមេរៀនគ្រាន់តែបងប្អូនចាំអ្នកនិយាយនឹងនិយាយឲ្យអ្នកស្ដាប់នឹងស្ដាប់ទៅអ្នកនិយាយបានបន់ហើយអ្នកស្ដាប់នឹងអង្គុយស្ដាប់ទៅក៏បានបន់ឬយ៉ាងណាព្រះសម្មាសម្ពុទ្ធលោកត្រាស់ដឹងច្បាប់ធម្មជាតិលោកចង់ឲ្យយើងបានយល់អំពីច្បាប់ធម្មជាតិដែលលោកត្រាស់ដឹងដែរការត្រាស់ដឹងទាំងឡាយគឺត្រូវប្រើខួរក្បាលខ្លួនយើងពិចារណាឲ្យឃើញថារឿងនឹងអញ្ចឹងមែនរួចហើយយកទៅបដិបត្តិព្រះសម្មាសម្ពុទ្ធពេលដែលលោកបរិនិព្វានទៅលោកទុកព្រះធម៌ឲ្យយើងតើបងប្អូនអ្នកកាន់ពុទ្ធសាសនានឹងបានយល់ថាតើព្រះធម៌ជាអ្វីឬនៅគ្រាន់តែព្រះធម៌និងធម៌នឹងបងប្អូនបែងចែកមិនដាច់គ្នាផងតើព្រះធម៌ជាអ្វីតើធម៌ជាអ្វីបងប្អូនណាធម៌មានអណែកអណន្តក្នុងលោកនេះអ្វីអ្វីក្នុងលោកទាំងអស់ជាធម៌ធម៌មានពីរប្រភេទមានរូបធម៌និងនាមធម៌អ្នកវិទ្យាសាស្ត្រហៅថារូបធាតុនិងធម្មពលមានវត្ថុអត់រូបនិងវត្ថុដែលមានរូបវត្ថុមានរូបមិនមែនមានន័យថាបងប្អូនអាចសម្គាល់វាដោយភ្នែកគ្រប់ពេលវេលាបានទេវត្ថុដែលមានរូបគឺសម្គាល់ទៅដោយម៉ូលេគុលដូចខ្យល់យើងមើលអត់ឃើញទេប៉ុន្តែខ្យល់ផ្គុំឡើងដោយម៉ូលេគុលផោមអីហ្នឹងសិតតែផ្គុំឡើងដោយម៉ូលេគុលហើយវាមានធាតុរបស់វាប៉ុន្តែយើងមើលអត់ឃើញវាមានធាតុរបស់វាមកប៉ះច្រមុះយើងបានយើងស្អុយកើតវាមានធាតុវាមានម៉ូលេគុលទូចៗរបស់វាទោះបីជាយើងមើលមិនឃើញក៏ដោយអាម៉ូលេគុលហ្នឹងគេហៅធាតុរូបធាតុពីព្រោះវាមានម៉ូលេគុលប៉ុន្តែវាមានធាតុមួយយ៉ាងទៀតដែលព្រះសម្មាសម្ពុទ្ធលោកហៅថានាមអត់មានម៉ូលេគុលទេក៏ប៉ុន្តែវាមានដែរអ្នកវិទ្យាសាស្ត្រហៅថាធម្មពលត្រូវគ្នាដែរបងប្អូនត្រូវគ្នាអត់គ្រាន់តែអ្នកវិទ្យាសាស្ត្រពិសោធន៍ដោយប្រើឧបករណ៍ពិសោធន៍ផ្សេងក្រៅអំពីវិញ្ញាណចំណែកព្រះសម្មាសម្ពុទ្ធពិសោធន៍លើរូបធាតុរូបធម៌ហ្នឹងនឹងលើនាមដោយលោកប្រើសតិលោកប្រើវិញ្ញាណដើម្បីស្ទង់ធម្មជាតិហ្នឹងលោកពណ៌ត្រូវហើយលោកអាចរួចរំដោះខ្លួនចំណែកអ្នកវិទ្យាសាស្ត្រគេសិក្សាដូចគ្នាអញ្ចឹងប៉ុន្តែគេមិនប្រើសតិដឹងទេគេប្រើឧបករណ៍ផ្សេងដើម្បីពង្រីកមើលអញ្ចឹងគេដឹងលក្ខណៈរបស់ធម្មជាតិដែរលក្ខណៈរបស់ធម្មជាតិដែលក្តោបធម្មជាតិទូទៅគឺអនិច្ចំទុក្ខំអនត្តាជាលក្ខណៈទូទៅរបស់ធម្មជាតិអ្នកវិទ្យាសាស្ត្រក៏បានរកឃើញអញ្ចឹងថាម៉ូលេគុលមានណយយោវិលនៅក្នុងហ្នឹងដែលព្រះសម្មាសម្ពុទ្ធលោកហៅថាអនិច្ចំវិលប្រែប្រួលហ្នឹងអ្នកវិទ្យាសាស្ត្រក៏រកឃើញដែរប៉ុន្តែគេគ្រាន់តែបានដឹងអំពីលក្ខណៈនេះទេគេមិនអាចរួចរំដោះទេពីព្រោះឧបករណ៍ស្ទង់របស់គេមិនមែនជាសតិអ្នកត្រូវតែប្រើឧបករណ៍របស់អ្នកជាសតិដើម្បីស្ទង់ឲ្យដឹងថាតើធម្មជាតិនឹងយ៉ាងម៉េចកាលណាអ្នកវិបស្សនាលើធម៌អ្នកវិបស្សនាលើលក្ខណៈរបស់ធម្មជាតិអ្នកនឹងយល់អំពីខ្លួនអ្នកច្បាស់លាស់ឧបទានសេចក្តីប្រកាន់ថាមានអញបានអស់ទៅកាលណាអស់សេចក្តីប្រកាន់អស់សម្គាល់ខ្លួនថាមានសត្វនិព្វាននៅត្រង់នោះអ្នកលែងសម្គាល់ថាខ្លួនអ្នកស្លាប់មនុស្សភ័យធំជាងគេគឺសេចក្តីស្លាប់ព្រះសម្មាសម្ពុទ្ធលោកនាំយើងទៅរួចផុតសេចក្តីស្លាប់ឥតមានយើងរួចផុតសេចក្តីស្លាប់ទេគឺអស់សម្គាល់ថាមានយើងដូច្នេះការបែកលេខខណ្ឌ5ទៅក៏អស់សេចក្តីប្រកាន់ថាមានអញទៅនិព្វានណដ្ឋិសន្តិបរੰសុខំព្រះសម្មាសម្ពុទ្ធលោកសម្ដែងអំពីលក្ខណៈរបស់ធម៌ទាំងឡាយលក្ខណៈរបស់ធម៌ក៏ធម៌ដែរធម៌មានពីរប្រភេទមានរូបធម៌និងនាមធម៌រូបធម៌ដែលអ្នកវិទ្យាសាស្ត្រហៅថារូបធាតុផ្សំឡើងដោយម៉ូលេគុលអ្នកវិទ្យាសាស្ត្រហៅថាមពលព្រះពុទ្ធលោកហៅថានាមត្រូវគ្នាដែរបងប្អូនស្ដាប់មើលត្រូវគ្នាអត់ពីព្រោះធម្មជាតិនេះអ្នកវិទ្យាសាស្ត្រនិងព្រះសម្មាសម្ពុទ្ធបានយល់ដឹងដូចគ្នាប៉ុន្តែគ្រាន់តែព្រះសម្មាសម្ពុទ្ធលោកប្រើឧបករណ៍ស្ទង់គឺសតិអ្នកវិទ្យាសាស្ត្រប្រើកៅពង្រីកព្រះសម្មាសម្ពុទ្ធលោកសម្ដែងថា
គេគ្រាន់តែដឹងអំពីលក្ខណៈរបស់ធម្មជាតិតែមិនបានជួយគេឲ្យរួចរំដោះទេគេនៅតែកើតទុកជួនកាលអាចស្លាប់ក្នុងមន្ទីរពិសោធន៍យ៉ាងក្រៀមក្រំគេអាចយល់ពីលក្ខណៈរបស់ធម្មជាតិប៉ុន្តែគេមិនអាចរួចរំដោះទុកទេពីព្រោះឧបករណ៍ស្ទង់របស់គេមិនមែនជាសតិព្រះសម្មាសម្ពុទ្ធប្រើបច្ចេកទេសវិបស្សនាដើម្បីយល់ពីលក្ខណៈរបស់ធម្មជាតិដោយប្រើសតិប្រើខ្លួនឯងដើម្បីវិភាគខ្លួនឯងដូចជាកុំព្យូទ័រអញ្ចឹងវាវិភាគរឿងគេបានច្រើនណាស់ក៏ប៉ុន្តែវាអត់ដឹងថាខ្លួនវាជាអ្វីសោះឡើយមនុស្សសើចជ្រាវអ្នកដទៃច្រើនណាស់ប៉ុន្តែមនុស្សមិនដឹងថាខ្លួនឯងជាអ្វីសោះឡើយព្រះសម្មាសម្ពុទ្ធសិក្សាទៅលើរូបធម៌និងនាមធម៌អ្នកវិទ្យាសាស្ត្រសិក្សាទៅលើរូបធាតុនិងធម្មពលរូបធម៌និងនាមធម៌គឺជាធម្មជាតិព្រមទាំងលក្ខណៈរបស់វាក៏ជាធម្មជាតិដែររូបធម៌និងនាមធម៌ជាធម៌ហើយលក្ខណៈរបស់វាក៏ជាធម៌ដែរសរុបសេចក្តីមកវិញថាអ្វីក្នុងโลกនេះគឺជាធម៌ទាំងរូបធម៌ទាំងនាមធម៌និងលក្ខណៈរបស់វាសុទ្ធសឹងតែជាធម៌លក្ខណៈនោះបែបយ៉ាងម៉េចបងប្អូនឧទាហរណ៍ដើមដូងបើកជីពីដីឡើងទៅខាងលើសភាពលក្ខណៈដែលដើមដូងអាចបើកជីពីដីឡើងទៅលើលក្ខណៈរបស់វានេះវាគឺជាធម៌ដែលខ្ញុំនិយាយខាងដើមថារូបធម៌ក៏ជាធម៌នាមធម៌ក៏ជាធម៌លក្ខណៈរបស់វាក៏ជាធម៌ដំណើរនៃការបើកជីរបស់ដើមដូងទៅខាងលើវាចេញមកជាផ្លែដូងប៉ុន្តែដីក្បែរគ្នានឹងបើយើងដាំស្វាយមិនអាចបើកជីពីដីរួចហើយចេញជាផ្លែដូងបានទេដីដូចគ្នាប៉ុន្តែដោយសារលក្ខណៈធម្មជាតិនៃស្វាយបើកជីពីដីរួចហើយចេញជាដើមស្វាយលក្ខណៈនឹងក៏ជាធម៌ដែរព្រះសម្មាសម្ពុទ្ធលោកសិក្សាអំពីរូបធម៌និងនាមធម៌និងលក្ខណៈរបស់វាអញ្ចឹងក្នុងโลกនេះអ្វីទាំងអស់ហៅថាធម៌រួមទាំងខ្លួនយើងផងតុកទូចានកៅអីផងក៏ជាធម៌ធម្មធម្មជាតិប៉ុន្តែសត្វមានការភ័ន្តច្រឡំថាពួកវាជាសត្វអ្វីដែលនៅជុំវិញជាធម្មជាតិអានឹងហើយដែលជាបញ្ហាពួកគេមិនបានដឹងថាខ្លួនគេក៏ជាធម្មជាតិដែរមិនមែនជាសត្វទេមិនមែនជាព្រលឹងទេមិនមែនជាអត្តាទេមនុស្សសពថ្ងៃសម្គាល់ខ្លួនគេថាជាសត្វរបស់របរជុំវិញគេហៅធម្មជាតិប៉ុន្តែគេមិនបានដឹងខ្លួនគេថាជាធម្មជាតិទេជាធម្មៈទេព្រះសម្មាសម្ពុទ្ធលោកត្រាស់ដឹងច្បាប់ធម្មជាតិលោកសម្ដែងអំពីលក្ខណៈរបស់ធម្មជាតិជាពិសេសគឺតកតងជាមួយនឹងខ្លួនរបស់យើងពីព្រោះព្រះសម្មាសម្ពុទ្ធសម្ដែងធម៌ប្រាប់យើងមិនមែនសម្ដែងធម៌ប្រាប់ដេកឋានទេហើយក៏មិនមែនសម្ដែងធម៌ប្រាប់ប្រអិនប្រព្រំដែរព្រះសម្មាសម្ពុទ្ធសម្ដែងធម៌ប្រាប់យើងដូច្នេះព្រះអង្គសម្ដែងតែរឿងណាដែលតកតងជាមួយនឹងយើងក្នុងដំណើររួចរំដោះទុក្ខរបស់ពួកយើងបើសិនជាព្រះអង្គសម្ដែងជាមួយដេរឆានឧទាហរណ៍ព្រះអង្គត្រូវតែសម្ដែងរឿងរបស់ដេរឆានប្រាប់ដេរឆានពីព្រោះវាជារឿងរំដោះទុក្ខរបស់ដេរឆានបើព្រះអង្គសម្ដែងជាមួយព្រះអិនប្រព្រំព្រះអង្គសម្ដែងតែរឿងណាដែលព្រះអិនប្រព្រំអាចស្ដាប់ទៅរួចហើយលក្ខណៈជាព្រះអិនប្រព្រំខ្លួនឯងនឹងរំដោះទុក្ខរបស់ព្រះអិនប្រព្រំបានព្រះអង្គសម្ដែងធម៌សម្រាប់សត្វលោកព្រះអង្គសម្ដែងតែធម៌ណាសម្រាប់រួចរំដោះទុក្ខសម្រាប់សត្វលោកទេប៉ុន្តែសត្វលោកព្យាយាមសិក្សាអំពីធម៌ផ្សេងដែលមិនតាក់ទងជាមួយនឹងខ្លួនឯងឧទាហរណ៍ដូចជានរកព្រះប្រអិនប្រព្រំទេវតាព្រះសម្មាសម្ពុទ្ធសម្ដែងតែធម៌ណាប្រាប់យើងដើម្បីឲ្យយើងរួចរំដោះទុក្ខយើងកើតមកគឺមានទុក្ខព្រោះមានជាតិការផ្គុំខណ្ឌ5ជាទុក្ខហាក់បីដូចជាយើងជាប់ព្រួញទៅហើយអញ្ចឹងកិច្ចការដំបូងដៃបំផុតគឺការដោះព្រួញចេញពីខ្លួនយើងមិនត្រូវសួរថាតើពីណាបាញ់ព្រួញមកលើខ្ញុំទេមិនត្រូវសួរថាតើពីណាបង្កើតលោកមកទេពិភពលោកនឹងពីដំបូងមកពីកន្លែងណាពីណាបង្កើតមនុស្សរួចហើយចុងក្រោយទៅណាតើអ្នកណាខ្លាំងម្លេះដែលចេះបង្កើតមនុស្សនេះមិនមែនជាមេគារបស់ព្រះសម្មាសម្ពុទ្ធឡើយសត្វកើតមកហើយសត្វមានទុក្ខសត្វជាប់ព្រួញកិច្ចការចាំបាច់ហើយជាកិច្ចការធ្វើដោយមានការយល់ដឹងធ្វើដោយមានភាពត្រឹមត្រូវមានការពិចារណាខ្ពស់នៅក្នុងកិច្ចការហ្នឹងគឺការដកព្រួញឲ្យចេញពីសត្វសិនសត្វកើតមកហើយសត្វមានទុក្ខដូច្នេះការសម្ដែងធម៌ដើម្បីឲ្យសត្វយកទៅបប្រតិបត្តិដើម្បីរួចទុក្ខគឺជាកិច្ចការរបស់ព្រះសម្មាសម្ពុទ្ធគ្រប់អង្គព្រះសម្មាសម្ពុទ្ធសម្ដែងតែធម៌ណាដែលនាំទៅដល់ការរួចរំដោះទុក្ខរបស់សត្វលោកទេឥឡូវបងប្អូនសិក្សាពីលក្ខណៈធម៌និងលក្ខណៈរបស់ព្រះធម៌ធម៌គឺជាអ្វីដែលមានក្នុងលោកមានរូបធម៌និងនាមធម៌និងលក្ខណៈរបស់វានេះគឺជាធម៌ធម៌មានអនេកអនន្តច្រើនអនេកហើយមានជាធម្មតាព្រះសម្មាសម្ពុទ្ធមិនត្រាស់ដឹងក្នុងលោកគ្មានជាប់តាក់ទងអីជាមួយនឹងធម៌ទេធ
ធម៌ប្រព្រឹត្តទៅជាធម្មតាមានព្រះសម្មាសម្ពុទ្ធមកក៏ធម៌តែប៉ុណ្ណឹងអត់មានព្រះសម្មាសម្ពុទ្ធមកក៏ធម៌មានតែប៉ុណ្ណឹងព្រះសម្មាសម្ពុទ្ធលោកអត់មានឆ្នៃធម៌បានទេបើលោកឆ្នៃធម៌បានមិនលោកមិនបរិណិព្វានទេលោករស់នៅក្រោមធម៌គ្មានព្រះសម្មាសម្ពុទ្ធត្រាស់ដឹងមកធម៌តែប៉ុណ្ណឹងមានព្រះសម្មាសម្ពុទ្ធត្រាស់ដឹងមកក្នុងโลกនេះធម៌នៅតែប៉ុណ្ណឹងធម៌គឺជាធម៌ធម៌គឺជាលក្ខណៈទូទៅរបស់ធម្មជាតិធម៌មានរូបធម៌អត់រូបនិងលក្ខណៈរបស់ធម៌គឺជាធម៌អញ្ចឹងសរុបសេចក្តីមកអ្វីអ្វីក្នុងโลกនេះជាធម៌ប៉ុន្តែមនុស្សយើងច្រើនគិតថាខ្លួនយើងគឺជាសត្វអ្វីអ្វីដែលនៅជុំវិញយើងជាធម្មជាតិអានឹងហើយដែលជាបញ្ហាការពិតយើងក៏ជាធម្មជាតិដែរប៉ុន្តែមនុស្សយើងច្រើនយល់ថាខ្លួនគឺជាសត្វសត្វនឹងគឺជាអាត្មានជាបលឹងជាអត្តាដែលចេះសោចចេះយំមានមនោសញ្ចេតនាខឹងស្អប់អញ្ចឹងទៅពេលងាប់ទៅអាម្ដុំនឹងទៅទៀតចំណែកព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាមិនអញ្ចឹងទេវាផ្គុំឡើងដោយវត្ថុធម្មជាតិគឺខណ្ឌ5វត្ថុធម្មជាតិគឺខណ្ឌ5វេទនាធ្វើការផ្សេងសញ្ញាធ្វើការផ្សេងសង្ខារធ្វើការផ្សេងវិញ្ញាណធ្វើការផ្សេងរូបខណ្ឌធ្វើការផ្សេងជារបស់ធម្មជាតិវាផ្គុំគ្នាឡើងវាស្ថិតនៅក្រោមលក្ខខណ្ឌអនិច្ចំទុក្ខំអនត្តាវាបែកធ្លាយទៅប៉ុន្តែសត្វឥតយល់ពីធម្មជាតិហើយបញ្ញារបស់សត្វតាមមិនទាន់បញ្ញារបស់សត្វតាមមិនទាន់ពេលបញ្ញាសត្វតាមមិនទាន់សត្វសម្គាល់ថាអញហ្មងក្តោបខណ្ឌ5ដែលជាវត្ថុធម្មជាតិដោយកៅអីចានឆ្នាំងតុកទូនឹងគុំចូលគ្នាឡើងកើតជាជីវិតឡើងវាប្រកាន់ថាតុកទូចានឆ្នាំងកៅអីដែលគុំចូលគ្នានឹងគឺជាអញបដ ாய் ប៉ុន្តែរបស់នឹងជារបស់ធម្មជាតិទេដែលវាបែកធ្លាយទៅតាមដំណើរធម្មជាតិរបស់វាសត្វមានការយំស្រែកព្រោះថាខ្លួនឯងងាប់ទុកព្រោះសេចក្តីប្រកាន់ព្រះសម្មាសម្ពុទ្ធនាំយើងទៅរួចរំដោះទុកអស់សេចក្តីប្រកាន់ថាមានអញប៉ុន្តែលោកតាលោកយាយសប្តាហ៍ថ្ងៃធ្វើបុណ្យដើម្បីប៉ោងអញប្រាថ្នាឲ្យកើតអញទៅទៀតព្រះសម្មាសម្ពុទ្ធយកអញតាមរបៀបអវិជ្ជាមានការសម្គាល់ថាមានអញមានធ្វើដំណើរទៅរកអស់អញអស់សេចក្តីប្រកាន់ថាមានអញលោកយាយលោកតាប្រកាន់ខ្លួនអញក្នុងពេលឥឡូវរួចហើយទៅតាមប្រកាន់ថាអាសត្វកើតជាតិក្រោយនោះគឺអញទៀតទុកកើតមកពីសេចក្តីប្រកាន់ឧបទានទុកជន់លើទុកអរិយសច្ចៈទុកកើតមកពីអីទុកកើតមកពីឧបទានកើតមកពីអីឧបទានកើតមកពីអវិជ្ជាបញ្ញាដែលមាននៅក្នុងខ្លួនតាមមិនទាន់ថាវេទនាគឺវេទនាសញ្ញាគឺសញ្ញាសង្ខារគឺសង្ខារការរៀនបរិយ័តបែបនេះមិនជួយអ្នកឲ្យរួចកំដោះទុកទេមានតែមេរៀនបដិបត្តិគឺបដិបត្តិវិបស្សនាទេរហូតដល់ទីបំផុតបញ្ញាកើតមានដល់កម្រិតកំពូលគេហៅពាវនាមយៈបញ្ញាថ្នាក់តាមតន់អ្នកតន់ថាវេទនាគឺវេទនាសញ្ញាគឺសញ្ញាសង្ខារគឺសង្ខារវិញ្ញាណគឺវិញ្ញាណបញ្ញានៅក្នុងខ្លួនជាអ្នកតាមតន់មិនមែនសត្វមួយមានបញ្ញាទេគឺបញ្ញាហ្មងនៅក្នុងខ្លួនមានបញ្ញាជាធម្មជាតិដែរតាមតន់ហ្មងថាវេទនាគឺវេទនាសញ្ញាគឺសញ្ញាសង្ខារគឺសង្ខារវិញ្ញាណគឺវិញ្ញាណរូបគឺរូបដែលជារបស់ធម្មជាតិទេវានឹងបែកធ្លាយទៅតាមដំណើរធម្មតាអស់សេចក្តីប្រកាន់អស់ឧបទានពីព្រោះពួកគេអស់អវិជ្ជាមានន័យថាគេមានបញ្ញាថ្នាក់តាមតន់មិនមែនបញ្ញាថ្នាក់បរិយ័តស្ដាប់ដូចយើងអញ្ចឹងទេស្ដាប់ហើយក៏នៅតែមានសេចក្តីប្រកាន់ដែរទាំងខ្ញុំទាំងបងប្អូនក៏មានសេចក្តីប្រកាន់ដូចគ្នាប៉ុន្តែគ្រាន់តែវាស្ដើងជាងគ្នាបន្តិចលែងដើរសួរគេថាតើខ្ញុំងាប់ទៅកើតមកវិញឬអត់តែយល់ថាងាប់ហើយកើតមកវិញមានន័យថាគេបានសម្គាល់ខ្លួនគេគឺអញគឺអត្តាគឺបលឹងទៅជាតិមកទៀតការពិតទៅមានអញ្ចឹងឯណាវេទនាគឺវេទនាសញ្ញាគឺសញ្ញាសង្ខារគឺសង្ខារវិញ្ញាណគឺវិញ្ញាណផ្គុំគ្នាឡើងកើតជាជីវិតដែលមិនមែនបលឹងឬអត្តាជាអ្នកសោយអារម្មណ៍ជាអ្នកមានមនោសញ្ចេតនារំជើបរំជួលមិនមែនអញ្ចឹងទេវេទនាធ្វើការផ្សេងសញ្ញាធ្វើការផ្សេងសង្ខារធ្វើការផ្សេងវិញ្ញាណធ្វើការផ្សេងរូបខណ្ឌធ្វើការផ្សេងព្រះសម្មាសម្ពុទ្ធលោកត្រាស់ដឹងធម៌ដែលធម៌មានច្រើនអនេកហើយទោះបីមានព្រះសម្មាសម្ពុទ្ធឥតព្រះសម្មាសម្ពុទ្ធធម៌នៅតែជាធម៌ធម្មជាតិអត់មានព្រះសម្មាសម្ពុទ្ធឬមានព្រះសម្មាសម្ពុទ្ធធម៌នៅតែជាធម៌គ្មានតាក់ទងអីជាមួយនឹងព្រះសម្មាសម្ពុទ្ធទេធម៌មានច្រើនអនេកមានរូបធម៌និងនាមធម៌ហើយនឹងលក្ខណៈរបស់វានេះគឺជាធម៌ចុះព្រះធម៌ជាអ្វីព្រះសម្មាសម្ពុទ្ធលោកសម្ដែងប្រាប់ព្រះអនន្តថាតថាគតត្រាស់ដឹងធម៌មានន័យថាព្រះសម្មាសម្ពុទ្ធលោកត្រាស់ដឹងរឿងច្រើនអនេកលក្ខណៈរបស់សត្វរបស់រុក្ខជាតិលក្ខណៈរបស់ធម្មជាតិច្រើនអនេកប៉ុន្តែតថាគតឥតសម្ដែងធម៌ទាំងអស់នោះទេពីព្រោះវាឥតមានប្រយោជន៍សម្រាប់ការត្រាស់ដឹងរបស់សត្វលោកទេតថាគតសម្ដែងតែធម៌ណាសម្រាប់ការត្រាស់ដឹងរួចរំដោះទុក្ខរបស់សត្វលោកបើអ្នកជាមនុស្សអ្នកត្រូវរៀនតែធម៌ណាសម្រាប់ការរួចរំដោះរបស់ខ្លួនជាមនុស្សបើប្អិនត្រូវរៀនធម៌ណាសម្រាប់រួចរំដោះទុក្ខរបស់ប្អិននឹងទៅប៉ុន្តែឥឡូវមនុស្សចង់រៀនរឿងប្អិនចង់រៀនរឿងមនុស្សឧទាហរណ៍អញ្ចឹង
ព្រះសម្មាសម្ពុទ្ធសម្ដែងតែធម៌ណាសម្រាប់ការរួចរំដោះទុក្ខរបស់សត្វលោកទេធម៌វិច្រើនអណែកឧទាហរណ៍ថាធម៌រាប់លានព្រះសម្មាសម្ពុទ្ធសម្ដែងតែ10000អា10000ដែលព្រះសម្មាសម្ពុទ្ធសម្ដែងដើម្បីរួចរំដោះទុក្ខសត្វលោកនេះហើយគេហៅថាព្រះធម៌ធម៌គឺជាធម្មជាតិមានច្រើនអណែកគ្មានតាក់ទងជាមួយនឹងព្រះសម្មាសម្ពុទ្ធទេមានព្រះសម្មាសម្ពុទ្ធអត់មានព្រះសម្មាសម្ពុទ្ធធម៌នៅតែជាធម៌ធម្មជាតិនៅតែជាធម្មជាតិចំណែកព្រះធម៌គឺមាននៅពេលដែលមានព្រះសម្មាសម្ពុទ្ធពីព្រោះវាជាមេរៀនដែលចងក្រងដោយព្រះសម្មាសម្ពុទ្ធឧទាហរណ៍ថាដើមឈើព្រឹកព្រៃអញ្ចឹងទៅវាច្រើនអណែកនេះគឺជាធម្មជាតិនេះគឺជាធម៌មានគ្រូពេទ្យព្យាបាលជំងឺម្នាក់ដែលជាគ្រូពេទ្យព្យាបាលតាមថ្នាំខ្មែរគាត់ចូលទៅក្នុងព្រៃគាត់ដើរកាប់ដើមឈើនេះដើមឈើនោះយកមកផ្សំអាផ្សំបានមកកញ្ចប់នេះហើយគេហៅព្រះធម៌អាដើមឈើអណែកក្នុងព្រៃហ្នឹងគេហៅធម៌ធម្មជាតិទោះបីជាមានព្រះសម្មាសម្ពុទ្ធអត់មានព្រះសម្មាសម្ពុទ្ធធម៌នៅតែជាធម៌ច្រើនអណែកប៉ុន្តែព្រះសម្មាសម្ពុទ្ធលោកត្រាស់ដឹងធម៌ទាំងអស់ហ្នឹងលោកចងក្រងតែលក្ខណៈធម្មជាតិណាដែលយកមកសម្ដែងប្រាប់សត្វលោកដើម្បីឲ្យសត្វលោកកើតសទ្ធាជ្រះថ្លាវាចាក់លែងធ្វើស្អីអាក្រក់ងាកមកធ្វើស្អីល្អរួចហើយជ្រះថ្លារហូតដល់វិបស្សនាដើម្បីរួចរំដោះធម៌ណាដែលជាមេរៀនដើម្បីឲ្យសត្វព្រមដើរលើមាគ៌ានេះគឺជាព្រះធម៌គឺជាមេរៀនចងក្រងដោយព្រះសម្មាសម្ពុទ្ធធម៌គឺធម្មជាតិអត់មានតាក់ទងអ្វីជាមួយព្រះសម្មាសម្ពុទ្ធទេមានព្រះសម្មាសម្ពុទ្ធអត់មានព្រះសម្មាសម្ពុទ្ធធម៌នៅតែជាធម៌ប៉ុន្តែព្រះធម៌តាក់ទងជាមួយនឹងព្រះសម្មាសម្ពុទ្ធពីព្រោះជាមេរៀនចងក្រងពីលក្ខណៈខ្លះៗរបស់ធម៌ហើយខ្លះហ្នឹងយកអីទៅជ្រើសរើសដើម្បីឲ្យដឹងថាធម៌នេះគួរសម្ដែងធម៌នោះមិនគួរសម្ដែងព្រះសម្មាសម្ពុទ្ធយកខ្នាតវាស់មួយគឺសម្ដែងតែធម៌ណាសម្រាប់ការរួចរំដោះទុក្ខរបស់សត្វលោកទេត្រង់ចំណុចនេះបងប្អូនអាចយកទៅផ្ទៀងនឹងទាំងពីរដើម្បីឲ្យដឹងថាតើនេះជាពុទ្ធិកាអត់ព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាធម៌ត្រូវកើតក្រោមលក្ខខណ្ឌហេតុនិងផលគ្មានធម៌ណាដែលកើតប្រឆាហេតុនិងផលទេឧទាហរណ៍គេនិយាយថាព្រះសម្មាសម្ពុទ្ធតែលើកដៃសាពះពីណាមួយគឺពីនឹងបែកក្បាលជា7ការលើកដៃជាហេតុបែកក្បាលជាផលតើហេតុនៃព្រះសម្មាសម្ពុទ្ធដែលលើកដៃវាទៅជាបែកក្បាលជាផលនឹងកើតឬអត់តើវាមានកម្លាំងស្អីដែលទៅបុកក្បាលយើងបែកជា7ភាគនោះគេថាព្រះសម្មាសម្ពុទ្ធតែលើកដៃសំពះពីណាអ្នកនោះបែកក្បាលជា7មានន័យថាលើកដៃជាហេតុបែកក្បាលជាផលសួរតើព្រះសម្មាសម្ពុទ្ធនឹងដៃនឹងស្អីគេតើរំញ័រនឹងវាទៅយ៉ាងម៉េចបានបែកក្បាលជា7ហ្នឹងហើយហេតុអីបានមិនបែកក្បាលជា8ហេតុអីបានមិនបែកក្បាលជា9ដូចអាលឹកចឹងយើងបោកវាមិនមែនបែកស្មើទេម្ដងបែកជា10ភាគ20ភាគ30ភាគចឹងទៅហើយស្អីក៏វាបែកទៅជា7ហ្នឹងរហូតអញ្ចឹងតើយើងអាចទទួលយកបានដែរហេតុផលចឹងបើព្រះសម្មាសម្ពុទ្ធលោកគង់នៅលោកប្រាប់ថានេះមិនមែនជាធម៌សម្រាប់ការត្រាស់ដឹងរបស់អ្នកទេបើវាពិតមែនណាក៏វាជារឿងរបស់តថាគតដែរអារឿងតថាគតកម្ពស់7ម៉ែត្រ8ម៉ែត្រវាជារឿងរបស់តថាគតទេកូនឯងចង់ដឹងធ្វើអីកូនឯងនឹងកំពុងតែជាប់ទុកកូនឯងមើលតែធម៌ណាដើម្បីរួចរំដោះទុក្ខរបស់កូនឯងទៅព្រះសម្មាសម្ពុទ្ធសម្ដែងតែធម៌ណាដើម្បីការរួចរំដោះទុក្ខរបស់សត្វលោកទេអញ្ចឹងបានគេនិយាយថាយើងហ៊ានមួលពុទ្ធិកាផងនេះគឺពុទ្ធិកាងាប់ព្រះសម្មាសម្ពុទ្ធសម្ដែងពីធម៌ត្រូវតែមានលក្ខណៈហេតុផលតើអត់មានហេតុផលអញ្ចឹងដោយព្រះសម្មាសម្ពុទ្ធលើកដៃសាពះពីណាពីនងបែកក្បាលជា7សួរតើមានហេតុផលអត់យើងថាមានហេតុផលទៅចុះក៏វាខ្ទាស់ជាមួយនឹងលក្ខខណ្ឌទី2ព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាតថាគតសម្ដែងតែធម៌ណាសម្រាប់ការត្រាស់ដឹងរបស់សត្វលោកទេធម៌ណាដែលមិនមែនជាការត្រាស់ដឹងរបស់សត្វលោកតថាគតឥតសម្ដែងទេអញ្ចឹងពពុទ្ធកម្ពស់7ម៉ែត្រពពោះ6ម៉ែត្រអីណាហោះទៅឋានបច្ច័នវាហ៊ូតោងស្បៃតោងអីអូយអារឿងអញ្ចឹងព្រះសម្មាសម្ពុទ្ធឥតសម្ដែងទេគេដឹងនឹងជាពុទ្ធដីកាពីណាថានឹងជាពុទ្ធដីកាពីណាថាគម្ពីរនឹងព្រះសម្មាសម្ពុទ្ធអត្តសេខ្លួនឯងផងពីណាអ្នកថានឹងជាពុទ្ធដីកាគេថាយើងហ៊ានបដិសេធពុទ្ធដីកាផងគេចង់យកព្រះសម្មាសម្ពុទ្ធមកសង្កត់ក្បាលយើងដើម្បីឲ្យពុទ្ធបរិស័ទនឹងនៅខាងគេវាយយើងឲ្យងាប់ត្មងគេថាយើងហ៊ានបដិសេធពុទ្ធដីកាផងយើងសួរត្រឡប់ទៅវិញមិនក៏អ្នកឯងដឹងថានឹងពុទ្ធដីកាព្រះសម្មាសម្ពុទ្ធអត្តសេខ្លួនឯងទេហេគម្ពីរសម្ដែងថានឹងជាពុទ្ធដីកាគម្ពីរវាមិនដែលចេះសម្ដែងទេកុំឆ្ងល់ពេកគម្ពីរមិនដែលចេះសម្ដែងទេហេមិនមែនគម្ពីរសម្ដែងប៉ិនអ្នកសរសេរសម្ដែងអ្នកសរសេរនឹងតាអ្នកសម្ដែងថានឹងជាពុទ្ធដីកាអ្នកសរសេរនឹងតាអ្នកថាអញ្ចឹងអ្នកសរសេរនឹងជាព្រះអរហន្តពីណាថាអ្នកសរសេរនឹងជាព្រះអរហន្តពីណាអ្នកថាមិនអាអ្នកសរសេរនឹងទៀតណាអាអ្នកសរសេរនឹងវាអ្នកសរសេរថាអាអ្នកសរសេរនឹងជាព្រះអរហន្តអញ្ចឹងសរុបសេចក្តីមកគឺនៅតែត្រឹមអាអ្នកសរសេរនឹងដដែលអ្នកសរសេរនឹងពីណាជាព្រះអរហន្តមិនជាព្រះអរហន្តយើងក៏អត់ដឹងដដែលយើងអត់ដឹងហើយវាអត់មានសំខាន់អីសម្រាប់ដឹងផង
បើថាព្រះអរហន្តយើងជឿតែហ្មងឬយ៉ាងម៉េចទេបើទោះបីជាព្រះអរហន្តក៏យើងត្រូវទៅសួរនាំរហេតុរផលដែរព្រះសម្មាសម្ពុទ្ធតាំងពីលោកគង់នៅម៉ែលោកប្រាប់ថាតថាគតមិនមែនហៅអ្នកមកជឿទេតថាគតហៅអ្នកមកស្ដាប់មកពិចារណាបើអ្នកឃើញថារឿងនឹងវាត្រឹមត្រូវមែនចាំអ្នកទទួលយកព្រះសម្មាសម្ពុទ្ធលោកគង់នៅផងលោកមកយើងជឿឥឡូវចង់គិតថាម៉េចបើតសេដោយព្រះអរហន្តយើងផងជឿតែហ្មងឬយ៉ាងម៉េចអញ្ចឹងរឿងតសេដោយព្រះអរហន្តមិនតសេដោយព្រះអរហន្តអត់សំខាន់សម្រាប់យើងទេចង់តសេដោយពីណាអត់សំខាន់ទេសំខាន់ទី1ទៀងផ្ទាត់មើលមានហេតុមានផលអាចទទួលយកបានអត់ព្រះសម្មាសម្ពុទ្ធសម្ដែងធម៌កើតក្រោមច្បាប់ហេតុផលតើមានហេតុមានផលអាចទទួលយកបានអត់ដើម្បីឲ្យដឹងថានេះជាពុទ្ធិកាឬអត់ពីព្រោះព្រះសម្មាសម្ពុទ្ធអត្តសេខ្លួនឯងទេទី2មើលថាតើធម៌នឹងសម្ដែងសម្រាប់ការត្រាស់ដឹងរបស់សត្វលោកអត់រឿងនរករឿងប្រែតរឿងឋានសួគ៌សុទ្ធតែរឿងបំភ័យមនុស្សរឿងអត់អាចយល់បានមេរៀនត្រាស់ដឹងព្រះអង្គសម្ដែងខ្លីៗដូចជាចតុរារិយសច្ចដូចជាអនិច្ចំទុក្ខំអនត្តាលក្ខណៈរបស់ត្រៃលក្ខណ៍អថង្គិកមៈខ្លីបំផុតពធដែលព្រះសម្មាសម្ពុទ្ធសម្ដែងជាមេរៀននៃកិច្ចបដិបត្តិព្រះអង្គអត់មានសម្ដែងរឿងនរុប្រែឋានសួគ៌ឋានអីនោះទេហេតុអីបានយើងហ៊ានថាអញ្ចឹងពីព្រោះវាមិនមែនជាធម៌សម្រាប់បដិបត្តិដើម្បីការរួចរំដោះទុក្ខសម្រាប់សត្វលោកទេមានតែរឿងបំភ័យទេដូច្នេះយើងហ៊ានបដិសេធ 100% ថានេះមិនមែនជាពុទ្ធិកាទេគេថាពុទ្ធិកាពីណាអ្នកហ៊ានថានឹងជាពុទ្ធិកាទីគម្ពីរសម្ដែងអញ្ចឹងគម្ពីរចេះសម្ដែងទេមានតែអ្នកសរសេរហ្នឹងហើយអ្នកសរសេរហ្នឹងជាព្រះអរហន្តពីណាថាអ្នកសរសេរជាព្រះអរហន្តអ្នកសរសេរហ្នឹងទៀតថាអ្នកសរសេរហ្នឹងជាព្រះអរហន្តចុងក្រោយបំផុតយើងត្រូវបើកបាខ្លួនយើងក្រេបជញ្ជក់យកឲ្យបានខ្លឹមដែលជាវត្ថុបំណងរបស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើងបណ្ដាំដែលម៉ែឪយើងទុកឲ្យយើងត្រូវមើលឲ្យយល់ដើម្បីក្រេបជញ្ជក់យកបណ្ដាំរបស់ម៉ែយើងតើម៉ែយើងផ្ដាំយើងថាម៉េចថាកូនណាពេលម៉ែស្លាប់ទៅកូនមើលមីកពៅផងវាល្ងងជាងគេកូនណាត្រូវអនុគ្រោះឲ្យវាបើទោសណាត្រូវដល់សម្លាប់កូនត្រឹមតែស្ដីឲ្យបានហើយបើទោសត្រឹមតែស្ដីឲ្យវាយកូនលើកលែងទោសឲ្យវាទៅពីព្រោះវានៅក្មេងណាស់វាមិនបានឃើញមុខឪពុកម្ដាយដូច្នេះកូនត្រូវចាំបណ្ដាំរបស់ម៉ែត្រូវអនុគ្រោះឲ្យវាផងហើយកូនណាត្រូវមើលបងរបស់កូនផងមនុស្សវាល្ងងណាស់ចេះយើងត្រូវមើលឲ្យយល់អំពីខ្លឹមសារដែលជាវត្ថុបំណងដែលម៉ែឪយើងគាត់ទុកបណ្ដាំឲ្យយើងតែគាត់ចង់ប្រាប់យើងថាម៉េចព្រះសម្មាសម្ពុទ្ធក៏ដូចគ្នាលោកអត់បានចងក្រងគម្ពីរនឹងដោយដៃខ្លួនឯងទេគេចងក្រងមកហើយគេថានេះជាពុទ្ធិកាពួកយើងចង់ដឹងថាតើព្រះសម្មាសម្ពុទ្ធចង់ផ្ដាំយើងពីរឿងអីយើងត្រូវមើលដើម្បីផ្ទៀងផ្ទាត់តើនេះជាពុទ្ធិកាឬអត់យើងត្រូវផ្ទៀងផ្ទាត់មើលទី1គឺហេតុផលពីព្រោះព្រះសម្មាសម្ពុទ្ធសម្ដែងធម៌កើតក្រោមច្បាប់ហេតុផលមើលកន្លែងណាមានហេតុមានផលបើមានហេតុមានផលហើយអត់មានប្រយោជន៍សម្រាប់ការត្រាស់ដឹងរបស់សត្វលោកក៏យើងបដិសេធថាព្រះសម្មាសម្ពុទ្ធអត់សម្ដែងទេយើងនឹងទាញបានខ្លឹមអំពីពុទ្ធិការបស់ព្រះសម្មាសម្ពុទ្ធស្រង់ដោយខ្លួនយើងដោយមិនចាំបាច់អ្នកនេះប្រាប់យើងថានេះជាពុទ្ធិកាឬនោះជាពុទ្ធិកាទេបងប្អូនពិចារណាអំពីរឿងសក្កីយនាបន្តិចមើលសក្កីយនា3ខែក្រោយព្រះសម្មាសម្ពុទ្ធបរិនិព្វាន3ខែក្រោយគេធ្វើសក្កីយនាគេថាព្រះអរហន្ត500អង្គធ្វើសក្កីយនានឹងយើងសួរថាហេតុអ្វីបានជាត្រូវការព្រះអរហន្តសម្រាប់សក្កីយនានឹងគេថាមានតែព្រះអរហន្តទេបានពាល់ត្រូវធម៌នឹងពុទ្ធធម៌នឹងជាធម៌ពាល់ត្រូវដូច្នេះដើម្បីឲ្យច្បាស់ថានឹងជាពុទ្ធិកាឬមិនពុទ្ធិកាអ្នកដែលមិនមែនជាព្រះអរហន្តទោះបីអរិយបុគ្គលថ្នាក់សោតាថ្នាក់សក្តិអនាគាពួកគេមិនឲ្យចូលសង្កេតនេះផងបងប្អូនពិចារណាត្រង់ចំណុចនឹងតិចមើលដល់ពេលសម្ដែងមកមានព្រះវិន័យមានព្រះសូត្រមានព្រះអភិធម្មព្រះអភិធម្មមែនជាធម៌ពាល់ត្រូវប៉ុន្តែព្រះសូត្រដែលសម្ដែងអំពីរឿងតើសួរតែព្រះអរហន្តនឹងធ្វើមិនដឹងថារឿងនេះជារឿងពិតឬមិនជារឿងពិតពីព្រោះអ្នកដែលទៅតាមព្រះសម្មាសម្ពុទ្ធមានតែព្រះអនន្តព្រះអរហន្តមានទៅណាបើធម៌សម្ដែងពីចិត្តអានឹងព្រះអរហន្តទាំងអស់លោកត្រាស់ដឹងលោកពាល់ត្រូវអានឹងសម្ដែងពីលក្ខណៈរបស់ចិត្តនេះគឺអភិធម្មហើយចុះព្រះវិន័យហើយចុះព្រះសូត្រសម្ដែងកន្លែងខ្លះគឺរឿងតែព្រះសម្មាសម្ពុទ្ធលោកទៅសម្ដែងធម៌នៅកន្លែងណាមានតែព្រះអនន្តទេដែលលោកដឹងរឿងនឹងពិតពីព្រោះលោកទៅជាមួយសួរតើព្រះអរហន្តនឹងដឹងរឿងពិតតាមណាដឹងមិនកើតបើព្រះអរហន្តនៅផ្សេងអញ្ចឹងទៅមានតែព្រះអនន្តទេដែលព្រះអនន្តមិនមែនជាព្រះអរហន្តផងការជំនាន់នោះ3ខែក្រោយបានព្រះអនន្តក្លាយទៅជាព្រះអរហន្តគេឲ្យចូលសង្កេយនាឥឡូវយើងបិទកន្លែងនឹងចោលទៅចោះថាគេយកព្រះអរហន្តទាំងអស់មកសង្កេយនាទៅចោះឥឡូវបើព្រះអរហន្តទាំងអស់សង្កេយនាហើយវាបរិសុទ្ធឥតខ្ចោះ 100% ហើយហេតុអ្វីបានចាំបាច់សង្កេយនាលើកទី2បើវាបរិសុទ្ធឥតខ្ចោះហើយនេះហេតុអីបានសង្កេយនាលើកទី2គេថាមកពីអនុវត្តមកមានអ្នកបន្ថែមបន្ថយបានជាសង្កេយនាលើកទី2ដល់ពេលសង្កេយនាលើកទី2ហើយមិនឆ្អែតមិនឆ្អន់ទៀត
គេសង្កេយនាលើកទី3យើងសួរថាហេតុអីបានសង្កេយនាលើកទី3បើសង្កេយនាលើកទី2នឹងដកចេញហើយនៅអ្វីដែលគេបន្ថែមបន្ថយគេថាអនុវត្តយូរទៅមានអ្នកបន្ថែមបន្ថយទៀតណាអញ្ចឹងសង្កេយនាលើកទី3ដល់សង្កេយនាលើកទី3មិនអស់ចិត្តទៀតសង្កេយនាលើកទី4សង្កេយនាលើកទី4សង្កេយនាលើកទី5សង្កេយនាទាំង5លើកនេះណាគឺក្នុងរយៈពេល433ឆ្នាំក្រោយព្រះសម្មាសម្ពុទ្ធបរិនិព្វានទាំង5លើកហ្នឹងគឺក្នុងកំឡុង433ឆ្នាំក្រោយព្រះសម្មាសម្ពុទ្ធបរិនិព្វានសង្កេយនាអត់ឈប់ទេដើម្បីដកចោលនៅអ្វីដែលគេបញ្ចេញបញ្ចូលបងប្អូនពិចារណាមើលព្រះសម្មាសម្ពុទ្ធបរិនិព្វានរហូតដល់ឥឡូវ2553ឆ្នាំហើយសង្កេយនា5ដងក្នុងរយៈពេល433ឆ្នាំពី433ឆ្នាំរហូតដល់ឥឡូវអត់សង្កេយនាសោះហេតុអីបានថាកម្ពីនឹងវាអត់ចេញអត់ចូលកាលពីមុនតិចសង្កេយនាតិចសង្កេយនាដល់ពេលឥឡូវតាំងពីនង433ឆ្នាំរហូតដល់ឥឡូវជាង2000ឆ្នាំអត់សង្កេយនាសោះហេសង្កេយនាថ្ងៃមុននោះសម្ដេចជួនណាដែរលោកចូលរួមដែរអានឹងគ្រាន់តែទៀងទាត់កម្ពីកុំឲ្យវាឆ្លោះគ្នាពីកម្ពីមួយទៅកម្ពីមួយទេគ្មានព្រះអរហន្តឯណាមកទៀតទេសម័យនេះគ្មានព្រះអរហន្តណាទៀតទេសង្កេយនានៅប្រទេសភូមាចុងក្រោយហ្នឹងសម្ដេចជួនណាតលោកទៅសង្កេយនាដែរនោះពួកមានប្រសងច្រើនពាន់អង្គណា10000អង្គផងគេទៅសង្កេយនាហ្នឹងសួរតាគេហ៊ានដកចោលហ៎បើមិនមែនព្រះអរហន្តប៉ុណ្ណឹងគេមិនហ៊ានដកចោលទេតើគេសង្កេយនារឿងអីគេសង្កេយនាកុំឲ្យកម្ពីពីប្រទេសមួយទៅប្រទេសមួយវាខុសគ្នាស្មាតោបើថាភូតឲ្យដូចគ្នាកុំឲ្យវាមានការភូតភ័ន្តច្រឡំគ្រាន់តែមានតែប៉ុណ្ណឹងទេ2000ជាងឆ្នាំអត់សង្កេយនាសោះហេតុអ្វីបាននិយាយថាក្នុងកម្ពីនឹងគ្មានការបញ្ចេញបញ្ចូលបងប្អូនចាណាមើល433ឆ្នាំសង្កេយនា5ដងរហូតពីនងដល់ឥឡូវអត់សង្កេយនាសោះអញ្ចឹងបានពួកយើងពេលដែលមើលកម្ពីពួកយើងត្រូវក្រេបជញ្ជក់ឲ្យបានឲ្យដឹងច្បាស់ក្នុងចិត្តរបស់យើងថានេះគឺជាពុទ្ធដីកាច្បាស់លាស់ដល់យើងយកអីទៅទៀងទាត់ចំណុច2ទី1គឺហេតុផលព្រះសម្មាសម្ពុទ្ធសម្ដែងធម៌គឺការកត់យកហេតុផលមានហេតុមានផលពិតប្រាកដមែនធម៌ហ្នឹងប៉ុន្តែបើអត់មានប្រយោជន៍សម្រាប់ការត្រាស់ដឹងក៏យើងអាចបញ្ជាក់ថានេះមិនមែនជាពុទ្ធដីកាទេពីព្រោះព្រះសម្មាសម្ពុទ្ធសម្ដែងប្រាប់ព្រះអនន្តថាតថាគតណាត្រាស់ដឹងធម៌អណែកតែតថាគតអត់សម្ដែងទេតថាគតសម្ដែងតែធម៌ណាសម្រាប់ការត្រាស់ដឹងរបស់សត្វលោកព្រោះសត្វលោកកើតមកមានទុក្ខត្រូវដោះទុក្ខតថាគតសម្ដែងតែធម៌ណាសម្រាប់ការត្រាស់ដឹងរបស់សត្វលោកទេបើយើងចាំគោលអញ្ចឹងបងប្អូនណាកម្មវិធីនៅតាមប៉ុស្តិ៍សប្ងៃអត់មែងទេព្រោះចាំគោលចាំផ្លូវថាព្រះសម្មាសម្ពុទ្ធសម្ដែងតែធម៌ណាធ្វើឲ្យសត្វកើតសទ្ធាវាចាក់លែងធ្វើស្អីក្រក់ងាកមកធ្វើស្អីល្អរួចហើយទៅវិបស្សនាដើម្បីសម្អាតចិត្តបើសិនណាជាពួកគេចាំគោលអញ្ចឹងណាគេដើរអត់មែងទេយើងដើរព្រៃតែយើងចាំគោលអត់មែងទេយើងក្តិចស្លឹកឈើដាក់កន្លែងនេះយើងនោមដាក់កន្លែងនោះយើងបុកឈើកន្លែងនេះតែយើងចាំបកគោលអត់មែងទេជាពិសេសអ្នកទេសនាគឺអ្នកនាំផ្លូវគេហើយចុះបើអ្នកវែកផ្លូវគេដើរតឹងស្គាល់ផ្លូវដែលព្រះសម្មាសម្ពុទ្ធនាំសត្វទៅហ្នឹងទេតនរៈទេតភេទហ្នឹងអត់ស្គាល់ផ្លូវដែលនាំគេទៅផងហើយទៅសម្ដែងធម៌បើខ្លួនឯងអត់ស្គាល់ផ្លូវនាំគេទៅផងហ្នឹងបងប្អូនពិចារណាមើលអ្នកទេសនាគឺជាអ្នកនាំផ្លូវគេបើលោកអត់ចាំគោលហ្នឹងថាតើព្រះសម្មាសម្ពុទ្ធនាំសត្វទៅណាហើយបងប្អូនចំណាំមើលពួកយើងនិយាយវិញមើលតើពួកយើងនិយាយពីរឿងអីរាល់ការនិយាយរបស់យើងគឺផ្ដោតមូលដ្ឋានក្នុងការពិចារណាឲ្យបងប្អូនពីព្រោះយើងចាំគោលរបស់ព្រះសម្មាសម្ពុទ្ធព្រះសម្មាសម្ពុទ្ធសម្ដែងធម៌ព្រះអង្គសម្ដែងឲ្យពួកយើងកើតសទ្ធាឲ្យពួកយើងយល់ព្រះអង្គយល់លោកបញ្យល់យើងឲ្យយល់ព្រះសម្មាសម្ពុទ្ធសម្ដែងធម៌ឲ្យសត្វកើតសទ្ធាវាចាលែងធ្វើស្អីអាក្រក់សទ្ធាមិនបំភ័យទេបំភ័យមិនមែនសទ្ធាទេជំនឿសទ្ធាជ្រះថ្លាជំនឿស្លុបងឹតឆឹងជឿជំនឿសាសនាចំណែកព្រះសម្មាសម្ពុទ្ធមិនមែនជំនឿមិនមែនសាសនាទេការត្រាស់ដឹងក្នុងលោកនេះអត់ជាប់តាក់ទងសាសនាទេព្រោះសាសនាជាប់តាក់ទងនឹងពិធីបុណ្យពិធីសាសនាពិធីបូជាពិធីឧទ្ទិសហើយជារឿងមិនដឹងជារឿងជឿឬមិនជឿចំណែកព្រះសម្មាសម្ពុទ្ធមេរៀនរបស់លោករៀនបានពិចារណាបានរហូតដល់ពិសោធន៍បានមិនមែនជារឿងសាសនាទេជារឿងវិទ្យាសាស្ត្រគ្រាន់តែអ្នកវិទ្យាសាស្ត្រពិសោធន៍ដោយប្រើមីក្រូទស្សន៍ពង្រីកព្រះសម្មាសម្ពុទ្ធពិសោធន៍ដោយយកសតិជាគ្រឿងសម្រាប់ពិសោធន៍ហើយបញ្ញាចាំកត់សម្គាល់យូរទៅបញ្ញាតាមទាន់ដឹងថាវេទនាគឺវេទនាសញ្ញាគឺសញ្ញាសង្ខារគឺសង្ខារវិញ្ញាណគឺវិញ្ញាណរូបខណ្ឌគឺរូបខណ្ឌអស់សេចក្តីប្រកាន់ណដ្ឋិសន្តិប្រាំងសុខារួចរំដោះនេះគឺជារបៀបនៃការបង្រៀននិងគោលដៅដែលព្រះសម្មាសម្ពុទ្ធលោកនាំយើងទៅបងប្អូនណាបើបងប្អូនចង់រួចរំដោះបងប្អូនត្រូវបដិបត្តិវិបស្សនាបើបងប្អូនគ្រាន់តែចង់ដោះស្រាយសាមញ្ញសុខក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់បងប្អូនសិក្សាតែពីរទេទី1គឺសពបបសៈអករណੰទី2កុសលសោបសម្បទាវាចាក់លែងធ្វើស្អីអាក្រក់ងាកមកធ្វើស្អីល្អប៉ុន្តែសួរថាហេតុអីបានត្រូវវាចាក់លែងធ្វើស្អីអាក្រក់
ហេតុអីបានត្រូវងាកមកធ្វើស្អីល្អណែអាហេតុហ្នឹងដែលព្រះសម្មាសម្ពុទ្ធលោកបញ្យល់យើងឲ្យកើតសទ្ធាសពថ្ងៃអ្នកទេសនាអត់បញ្យល់ឲ្យកើតសទ្ធាទេប៉ុន្តែពួកគេបំភ័យអារឿងបំភ័យហ្នឹងជារឿងសាសនាកាលណាយើងចង់ដោះស្រាយត្រឹមតែសាមញ្ញសុខការដោះស្រាយសាមញ្ញសុខគឺដោះស្រាយរឿងអីបងប្អូនដោះស្រាយរឿងដែលតាក់ទងជាមួយនឹងជីវិតតាក់ទងជាមួយនឹងរបៀបនៃការគិតរបៀបនៃការប្រតិកម្មរបៀបនៃការរស់នៅសាមញ្ញសុខគឺតាក់ទងប៉ុណ្ណាតាក់ទងនឹងរបៀបនៃការគិតរបៀបនៃការប្រកាន់ជីវិតរស់នៅប្រចាំថ្ងៃតើយើងរស់នៅក្នុងផ្លូវណានិងរបៀបនៃការប្រតិកម្មបើសិនជាគេស្ដីឲ្យយើងតើយើងប្រតិកម្មយ៉ាងម៉េចបើយើងជួបមនុស្សដែលយើងធ្លាប់ស្រឡាញ់ធ្លាប់ស្អប់ធ្លាប់មានគុណលើយើងតើយើងប្រតិកម្មរបៀបម៉េចលោកអ្នកទេសនាបើទេសនាសម្រាប់សាមញ្ញសុខលោកជាអ្នកនាំផ្លូវថាតើបើជួបរឿងបែបហ្នឹងតើអ្នកត្រូវប្រតិកម្មបែបម៉េចពីព្រោះជារបៀបនៃការដោះស្រាយជីវិតតាក់ទងរបៀបនៃការគិតរបៀបនៃការរស់នៅនិងរបៀបនៃការប្រតិកម្មលោកអ្នកសម្ដែងធម៌ណាបើលោកអត់សម្ដែងដើម្បីនាំសត្វទៅវិបស្សនាទេលោកត្រូវតែនាំផ្លូវសត្វដើម្បីដោះស្រាយបញ្ហាជីវិតរស់នៅប្រចាំថ្ងៃគឺតាក់ទងជាមួយនឹងរបៀបនៃការគិតនិងរបៀបនៃការប្រតិកម្មប៉ុន្តែបងប្អូនពិចារណាមើលអ្នកសម្ដែងធម៌ខ្ចីណាស់គ្នាគ្មានបទពិសោធន៍ក្នុងជីវិតទេ25 26ហ្នឹងសៀកស្បង់ចពោយូរទៅកាន់ក្បាលមេក្រូសម្ដែងធម៌ដែលអ្នកសម្ដែងធម៌ក្រៅអំពីនាំសត្វទៅវិបស្សនាគឺអ្នកត្រូវតែជាអ្នកវែកផ្លូវសម្រាប់ឲ្យមនុស្សធ្វើដំណើរជីវិតរបស់ខ្លួនទៅស្រួលគ្រាន់តែវែកផ្លូវណាដើម្បីឲ្យជាបញ្ញាណារួចហើយសម័យខ្លួនត្រូវយកទៅអនុវត្តខ្លួនឯងហើយចុះបើលោក25 26ហ្នឹងលោកមិនដឹងស្គាល់អីជីវិតហ្នឹងស្មាតោបដោះស្បង់ជីវរហូតតបាយចិញ្ចឹមខ្លួនឯងអត់បានផងបើការប្រពន្ធស្មាតោតាម20 30ថ្ងៃមិនស្រួលប្រពន្ធធាក់ក្បាលចោលពួកអីអត់ស្គាល់អំពីផ្លូវរបស់ជីវិតពួកទេសនាតែលើមេឃអញ្ចឹងហ្នឹងរឿងវាអត់សមហេតុសមផលផងហ្នឹងដូចនៅក្នុងពិភពផ្សេងអញ្ចឹងណាបងប្អូនចូលទៅកន្លែងវត្តវាដែលគេសម្ដែងធម៌ហាក់បីដូចជានៅក្នុងពិភពផ្សេងគេចែកប៉ុនគ្នាគេចែកអីគ្នាមិនគេដាក់តាមណាខ្ញុំស្ដាប់ទៅដូចនៅក្នុងពិភពផ្សេងយាយឈោហាក្តៅគេនៅក្នុងគេស្រែកសួរយាយក្តៅអត់យាយថាក្តៅយាយខ្ញុំសុំចែកក្តៅផងភាសាអញ្ចឹងគេនិយាយក្នុងតំបន់គេហ្នឹងហើយខ្ញុំទទួលយកមិនបានឯងក្តៅចង់ងាប់គេនៅក្នុងមលុបគេថាចែកក្តៅផងយាយអនុមោទនាអញ្ចឹងទៅអញ្ចឹងមកខ្ញុំថាក្រុមហ្នឹងគេនិយាយភាសាអីគេខ្ញុំអត់យល់ឃើញតែចែកប៉ុនឃើញតែអនុមោទនាលវឹកបាត់ពេញមកសពពេញមកគ្រប់អញ្ចឹងដូចនៅក្នុងភពផ្សេងអញ្ចឹងហើយភពអញ្ចឹងស្មាតោបើកូនចៅមិនរកស៊ីអញ្ចឹងនឹងទៅរកស៊ីយ៉ាងម៉េចបើមិនទេសនាយកលុយចាយហ្នឹងមិនដឹងជាទៅរកស៊ីយ៉ាងម៉េចពីព្រោះអត់មានហេតុផលប៉ុណ្ណឹងតែខ្ញុំនិយាយថាបើនៅតែរបៀបហ្នឹងការប្រពន្ធទៅ10ថ្ងៃពុនលែងចោលពួកអត់ចេះមេរៀនជីវិតអ្នកទេសនាបងប្អូនក្រៅអំពីបច្ចេកទេសវិបស្សនាគឺជាអ្នកផ្ដល់មេរៀនជីវិតទៅឲ្យគេបើអ្នកជួបរឿងបែបនេះតើអ្នកត្រូវប្រតិកម្មបែបម៉េចខ្ញុំលើកឧទាហរណ៍ប្រសង់លោកសម្ដែងធម៌តាំងសៀមរាបតាំងបាត់ដំបងយើងហ្នឹងលោកសម្ដែងធម៌មុនកម្មវិធីរបស់យើងលោករួចហើយបន្ទាប់មកយើងហើយស្ទីបយកវាតែមួយជាទូទៅអ្នកសម្ដែងធម៌មិនសូវត្រូវយើងទេព្រោះធម៌យើងធម៌ចម្លែកខុសគេប៉ុន្តែវាសំខាន់គឺបងប្អូនស្ដាប់មានហេតុផលអាចពិចារណាបានតើពីណាខុសឬពីណាត្រូវពេលសម្ដែងធម៌ពួកយើងមិនសូវត្រូវមួយក្រុមហ្នឹងទេប៉ុន្តែសម្ដែងធម៌ជាប់ម៉ោងគ្នាលោករួចហើយយើងជួនកាលយើងរួចហើយលោកកម្មវិធីច្រើនអញ្ចឹងអ្នកសម្ដែងធម៌គឺជាអ្នកប្រាប់ផ្លូវថាបើអ្នកជួបរឿងបែបនេះតើអ្នកត្រូវប្រតិកម្មបែបម៉េចពួកប្រាប់ផ្លូវគេណាប្រាប់មេរៀនជីវិតណាគឺជាមនុស្សដែលមានបទពិសោធន៍ជីវិតជ្រាលជ្រៅបើអ្នកមានបញ្ហាបែបនេះតើអ្នកត្រូវដោះស្រាយបែបម៉េចឥឡូវយើងមើលរបៀបប្រតិកម្មរបស់លោកម៉ោងយើងរួចហើយម៉ោងលោកដឹងថាយើងនៅក្នុងទីយោហ្នឹងណាពីព្រោះកម្មវិធីរបស់យើងនិងកម្មវិធីរបស់លោកមិនទៅត្រូវគ្នាទេយើងមិនដែលឆ្លោះគ្នាផ្ទាល់មុខមែនក៏ប៉ុន្តែអាទស្សនៈនិយាយចុះនិយាយឡើងហ្នឹងលោកដឹងថាយើងមិនត្រូវមួយលោកទេលោកក៏មិនត្រូវមួយយើងដែរដល់ដឹងថាយើងនៅក្នុងទីយោហ្នឹងយើងកំពុងផ្សាយផ្ទាល់លោកអត់ចេញមកទេក្នុងឡានហ្នឹងខ្ញុំទៅបាបលោកតែញឹកខ្ញុំអង្គុយក្នុងទីយោហ្នឹងឲ្យលោកខាតម៉ោងចាំមើលលោកប្រតិកម្មជាមួយយើងយ៉ាងម៉េចលោកបកកែឲ្យណារឿងមេរៀនទៅគេចុះបើខ្ញុំឆ្លោះគ្នាជាមួយអ្នកចិត្តខាងយកមើលត្រូវចេះអត់អោនយកមើលត្រូវចេះចាំមើលប៉ះខ្លួនឯងម្ដងខ្ញុំអង្គុយក្នុងហ្នឹងលោកដឹងតែខ្ញុំអត់ចេញអាណិតលោកមែនតើលោកអង្គុយឡើងហប់ក្នុងឡានហ្នឹងទៅអត់ចេញទេដល់ម៉ោងលោកសាយហើយខួបម៉ោង10នាទី5 10នាទីហើយខ្ញុំចេញខ្ញុំធ្វើបាបលោកទៀតជួនកាលខ្ញុំទៅអង្គុយចាប់មុខអាកន្លែងស្ទីឌីយោហ្នឹងលោកមុនមកធម្មតាជាលោកពិបាកណាស់នឹងធ្វើមិនស្គាល់មិនអីយើងប៉ុន្តែលោកធ្វើអត់ស្គាល់យើងតែហ្មងប៉ុន្តែបើយើងអង្គុយចាំពីមុខតែលោកគិតទៅណាខ្ញុំអាណិតលោកមែនតើជួនកាលលោកខ្វេទៅបាត់ហ្មងបើស្នាជាយើងទេលេហ្វូនចូលក្នុងវេទិកាណាព្រះអង្គអើយបើស្នាជាកម្មវិធីមួយនិងកម្មវិធីមួយទៀតវាឆ្លោះគ្នាចុះបើមួយចេញពីកម្មវិធីមក
ហើយមួយទៀតចូលទៅតើខ្ញុំត្រូវប្រកាន់អេយ៉ាបតបែបណាញោមឯងកុំប្រកាន់គ្នាយើងជាពុទ្ធសាសនិកជនដូចគ្នាទេយើងត្រូវចេះរាប់ចេះអានគ្នាដូចបងប្អូនរឿងរបស់គេគឺគេទៅយើងត្រូវតែធ្វើល្អសម្រាប់ខ្លួនយើងឯទៅប្រកែណាខាងចឹងប៉ុន្តែពេលខ្លួនលោកសចង់សើតែចង់លោកប្រតិកម្មយ៉ាងម៉េចលោកអត់ចេះប្រតិកម្មហ្មងខ្ញុំមិនចូលតែមើលមុខលោកឲ្យតែលោកងាកចំខ្ញុំអានស្វែងគុំអត់ងាកចំយើងទៅអសោះខ្វែចូលផ្លុកបងប្អូនណាអ្នកទេសនាគឺជាអ្នកផ្ដល់មេរៀនជីវិតទៅឲ្យគេបើអ្នកជួបរឿងបែបនេះអ្នកត្រូវធ្វើបែបនេះបើអ្នកជួបរឿងបែបនេះអ្នកត្រូវធ្វើបែបនេះប្រកបទៅដោយហេតុផលត្រឹមត្រូវអ្នកសម្ដែងធម៌គឺអញ្ចឹងបងប្អូនមើលអ្នកសម្ដែងធម៌សប្តាហ៍ថ្ងៃហ្នឹងនិយាយទៅរឿងនឹងរឿងស្អីចឹងមកខ្ញុំថារឿងហ្នឹងយកមកប្រើក្នុងជីវិតរស់នៅប្រចាំថ្ងៃអត់បានទេចឹងមកខ្ញុំចេះនិយាយថាអ្នកអស់ហ្នឹងបើសឹកការប្រពន្ធណាពី3ខែប្រពន្ធធាក់ក្បាលចោលហើយពួកអីអត់យល់ពីផ្លូវនៃជីវិតសម្ដែងទៅរឿងដូចខ្ញុំនិយាយថាភពផ្សេងចឹងមិនដឹងស្អីគេក្តៅនៅខាងក្រៅឯងនៅក្នុងមលប់ឯណាចែកក្តៅគ្នាបានចែកតែមិនទៅក្តៅនឹងបងប្អូនអាចចែកក្តៅគ្នាហ្នឹងវាស្តៀងតែចែកប៉ុនហ្នឹងដែរចែកដាក់ឆ្អេដាក់កឆេមនឹងដាក់ស្អីគេហើយគេនិយាយតែភាសាចឹងខ្ញុំអត់ចេះនៅពីព្រោះអត់មានហេតុផលនិយាយតែភាសាចឹងអ្នកទេសនាក្រៅអំពីការបញ្យល់សត្វឲ្យមានសទ្ធាដើម្បីវិបស្សនានឹងលោកចេះបច្ចេកទេសវិបស្សនាផ្ដល់ឲ្យសត្វបើសត្វថាទេផ្លូវហ្នឹងខ្ញុំអត់ចង់ទៅទេខ្ញុំគ្រាន់តែចង់ដោះស្រាយសាមញ្ញសុខបើត្រឹមតែចង់ដោះស្រាយសាមញ្ញសុខលោកត្រូវផ្ដល់មេរៀនជីវិតតែហើយតែមេរៀនជីវិតគឺមេរៀននៃការគិតរបៀបនៃការរស់នៅរបៀបនៃការប្រតិកម្មបើអ្នកជួបហេតុការណ៍នេះតើអ្នកត្រូវប្រតិកម្មយ៉ាងម៉េចអ្នកអាចនិយាយអញ្ចឹងបានតើមនុស្សដែលមានបទពិសោធន៍ជីវិតជ្រាលជ្រៅហ៎បងប្អូនហើយចុះប្រសងលោកឥឡូវក្មេងៗហ្នឹងមានបទពិសោធន៍ជីវិតឯណាដោះស្រាយតែរឿងខ្លួនលោកដោះស្រាយរួចផងខ្ញុំលើកឧទាហរណ៍មិញហ្នឹងខ្ញុំធ្វើបាបញឹកខ្ញុំអត់ចេញពីស្ទីឌីយោហ្នឹងតែមើលលោកចូលយ៉ាងម៉េចលោកអត់ចូលទេសុកចិត្តឲ្យគេចាក់ភ្លេងហ្នឹងទៅពធហ្នឹងទៅចាក់ភ្លេងហ្នឹងទៅពធហ្នឹងទៅអូយមកទៅធ្វើបាបលោកមើលទៅដល់ពេលតែដឹងខ្ញុំមកជួនកាលសៀមរាបតែដឹងខ្ញុំទៅលោកអត់ទៅផ្សាយផ្ទាល់យកកសែតឲ្យគេចាក់ហើយបើរឿងឲ្យមេរៀនជីវិតទៅគេវិញបើប្រទះរឿងចេះត្រូវធ្វើអញ្ចេះរឿងចេះទៅធ្វើអញ្ចេះមេរៀនរបស់លោកហ្នឹងអត់យកទៅដោះស្រាយជាក់ស្ដែងបានទេពួកអីលោកគ្មានបទពិសោធន៍សម្រាប់ជីវិតទេអ្នកទេសនាក្រៅអំពីការទេសនាអំពីបច្ចេកទេសវិបស្សនាបើសត្វគេអត់ចង់ទៅអាហ្នឹងណាសត្វគេចង់ត្រឹមតែដោះស្រាយសាមញ្ញសុខគឺជាមនុស្សដែលមានបទពិសោធន៍ខ្ពស់ក្នុងមេរៀនជីវិតតែហៅថាមេរៀនជីវិតគឺរបៀបនៃការរស់នៅរបៀបនៃការប្រតិកម្មនិងរបៀបនៃការគិតសុទ្ធសឹងតែជាមនុស្សដែលមានចំណេះដឹងជីវិតខ្ពង់ខ្ពស់មានបទពិសោធន៍ច្រើនទើបអាចសម្ដែងធម៌សមតាមបំណងរបស់ព្រះសម្មាសម្ពុទ្ធព្រះបរមគុណនៃយើងបាន